អូខេចឹងលំហាត់បន្ទាប់ទៀតគឺខ្ញុំរើសយកលំហាត់ទី61នៅក្នុងសៀវភៅរបស់យើងគឺលំហាត់នេះគឺផ្ដល់ឲ្យចំនួន3 view មាន top view front view ហើយនិង right view ចឹងរូបនេះវាមិនខុសពីរូបមុនទេគឺខ្ញុំចាប់ផ្ដើមចេញពី front view ចឹង front view នេះគឺខ្ញុំចាប់ផ្ដើមគូរដោយប្រើចតុកោណ40ប៉ុណ្ណឹង70ចឹងដូចនេះខ្ញុំរើសចតុកោណវាជា from center យក70ប៉ុណ្ណឹង40អូខេ apply smart dimension អូខេបន្តមកទៀតគឺខ្ញុំគូរអានេះគឺចតុកោណរបស់គ្នាកម្ពស់វា20មីលីម៉ែត្រហើយនិងបណ្ដោយវាគឺ50អញ្ចឹងខ្ញុំប្រើប្រភេទចតុកោណមួយទៀតគឺប្រភេទជា rectangle by 2 point អូខេប៉ុណ្ណេះសិនអានេះគឺ50ដោយសារ10សងខាងគឺវា20ហើយនេះ10ចាំមកខាងទៀតវា automatically គឺ10ដែរអានេះគឺ20ឥឡូវអ្វីដែលយើងត្រូវការផ្ដោតទៅលើ top view ម្ដងគឺកម្រាស់អញ្ចឹងរូបនេះគឺវាមានកម្រាស់ចំនួន20មីលីម៉ែត្រគឺប្រវែងនេះអូខេខ្ញុំប្រើប្រភេទជា symmetric 20ឥឡូវយើងមើលពីចំហៀងម្ដងចំហៀងនេះគឺខាងស្ដាំគេហៅថា right view គឺយើងមានរង្វង់ចំនួន1និងអាក1រង្វង់គឺមានកម្រិត10មីលីម៉ែត្រអាកហ្នឹងគឺការ10អញ្ចឹងខ្ញុំប្រើរង្វង់ដំបូងខ្ញុំប្រើប្រភេទជាតង់សង circle ដោយយកប្រភេទជាฝั่ងស្ដាំនេះ Ctrl X ចាប់ដើមចេញពី midpoint អូខេអញ្ចឹងប៉ះគឺ20មីលីម៉ែត្រ automatic អានេះគឺកប់ចិត្ត10អូខេតមកទៀតខ្ញុំ apply dimension ជៀសវាមានការប្រែប្រួលបន្ទាប់ពីហ្នឹងហើយខ្ញុំចាប់ផ្ដើមកាត់ដោយសាររូបនេះគឺយើងត្រូវការកាត់ទាំងអស់អញ្ចឹងខ្ញុំទាញវាទៅ direct ទៅជាអូខេអានេះគឺ exclude cut អូខេឥឡូវខ្ញុំកាត់បែបនេះកាត់នេះម្ដងមួយសិតអានេះមួយដែរចាំឲ្យវានេះគឺកាត់តាមក្រោយនេះអូអត់កើតដោយសារវាអត់តាន់បិទចិត្តអញ្ចឹងខ្ញុំ restore sketch មើលសិនជៀសវាងវាមានបញ្ហាកន្លែងណាមួយអូខេកាត់អានេះមួយទៀតអូខេខ្ញុំប្រើ round សាកមើលករណីវាអាចផ្លាយបានឧទាហរណ៍ថា10អូខេម្ខាងទៀតដាក់10ដែរមកអូខេអូខេឥឡូវយើងហើយប្រហែលជា50%នៅសល់50%ទៀតខ្ញុំមើលពីចំហៀងទៀតគឺខាងមុខម្ដងអញ្ចឹងខាងមុខនេះគឺវាមានចតុកោណចំនួន2ចតុកោណនេះវាមានវាជាការ៉េដោយសារទទឹងបណ្ដោយវាគឺស្មើគ្នា10 10ហើយ10ដូចគ្នាខ្ញុំចាប់ផ្ដើមគូរចតុកោណ by center អូខេ10 10 10 smart dimension អញ្ចឹងខ្ញុំអាចប្រើ constraint មួយជាមួយទៅម្ដងគឺខ្ញុំប្រើប្រភេទជា equal នេះឲ្យអាខាងស្ដាំនេះស្មើខាងលើអូខេហើយខ្ញុំដាក់ dimension អញ្ចឹងពីបាតទៅក្រោមនេះគឺ5មីលីម៉ែត្រអូខេហើយអាចំហៀងនោះគឺ10 5អានេះ10អូខេឥឡូវខ្ញុំចង់បានបន្ថែមទៀតអញ្ចឹងខ្ញុំអាចប្រើ mirror បានតែខ្ញុំមិនទាន់ទេខ្ញុំចាំដាក់ stroke វាហើយចាំដាក់អូខេ10ដែរខ្ញុំប្រើ produce trend tool ហើយខ្ញុំប្រើ pattern ប្រភេទ CCD គឺប្លង់មួយនេះខាងទៀតរង្វង់អូខេហើយជាប្លង់មួយនេះអញ្ចឹងរង្វង់នេះគឺវាមានអង្កត់ចិត្ត5មីលីម៉ែត្រគឺនៅចំកណ្ដាលមកអត់បញ្ហាអីទេខ្ញុំ apply ជាមកដើម្បីalign មកជាមួយចំកណ្ដាល5មីលីម៉ែត្រអូខេខ្ញុំដាក់ extrude អូខេអានេះខ្ញុំអាចប្រើប្រភេទមួយគឺរហូតដល់ថាscrew nick មកដល់គឺ automatic
ចឹងខ្ញុំបិទ PMI ខ្ញុំ assign material ខ្ញុំប្រើទៅជា brush ជា lốp ប្រើជា model ហើយអូខេ done អរគុណច្រើន